Hello ក៏ជាសួស្តីដល់អ្នកនរគ្នាទៀងផុតថ្ងៃនេះគឺថាបរិសង្ខារសំឡេងដ៏មហាសែនខ្ជូត Academy គឺបានវិលត្រឡប់មកវិញហើយ What the hell អញ្ចឹងគឺថាខ្ញុំបែកគ្នាពីអ្នកទាំងអស់គ្នាខានធ្វើវីដេអូតាំងពីចុងខែ1រហូតមកដល់ដើមខែ4នេះគឺវាមិនចេះតិចខែនោះទេហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាគឺអត់ភ្លេចនៅវត្តមានរបស់ខ្ញុំទៅចុះអញ្ចឹងរយៈពេលដែលខ្ញុំបានបែកពីអ្នកទាំងអស់គ្នាប្រហែលខែចុងក្រោយនេះមិនមែនខ្ញុំទៅអង្គុយសង្ងំហាត់សេកម៉ូតតែឯងអីនោះទេហើយក៏មិនមែនទៅដើររកកំណប់វត្តពីអីដែរគឺខ្ញុំរវល់ការងាររបស់ខ្ញុំទី1គឺការរៀនផងទី2គឺធ្វើការងារដើម្បីរកលុយផងព្រោះថាការងារ YouTube គឺវាបានប្រាក់ចំណូលមកកាន់ខ្ញុំសំបីតាមរៀលបើសិនជាអ្នកនរគ្នាអត់ donate ទៅគឺ 0 តែម្ដងអញ្ចឹងយើងនិយាយរឿងក្រៅផ្លូវការតែប៉ុណ្ណឹងបានហើយបើអ្នកនរគ្នាចង់និយាយរឿងក្រៅផ្លូវការបានច្រើនជាងនេះទៀតអ្នកនរគ្នាអាចចូលទៅក្នុង group Telegram ដែលខ្ញុំបានដាក់ link នៅក្នុង description ក៏ដូចជា comment នឹងផងដែរអញ្ចឹងថ្ងៃនេះគឺយើងនឹងមកបន្តទៅលើសាច់រឿង Vinland Saga របស់យើងជាបន្តទៀតដោយរំលឹកពីភាគមុននោះគឺថាខ្ញុំខ្ជិលរំលឹកបើអ្នកនរគ្នាចង់មើលឬក៏ចង់រំលឹកគឺអាចទៅមើលវីដេអូនឹងបានហើយខ្ញុំអរគុណអ្នកនរគ្នាខ្លាំងមែនទែនសម្រាប់ 4K subscriber នេះបើសិនជាអត់មានអ្នកនរគ្នាទេក៏គ្មាន channel មួយនេះកើតឡើងផងដែរគឺដោយសារតែការគ្រប់គ្រងរបស់អ្នកនរគ្នាហ្នឹងហើយទើបធ្វើឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឡើងហើយនៅរាល់វីដេអូរបស់ខ្ញុំបានធ្វើមួយគឺមិនមែនស្រួលនោះទេគឺដោយសារតែយើងត្រូវរៀនផងធ្វើការផងហើយរីឯយប់យើងឆ្លៀតធ្វើវីដេអូទៀតអញ្ចឹងគឺវាមិនងាយស្រួលទេបើសិនជាអ្នកនរគ្នាចូលចិត្តក៏ដូចជាពេញចិត្តទៅលើការធ្វើវីដេអូរបស់ខ្ញុំអ្នកនរគ្នាអាច donate បានទៅតាម ABA ដែលខ្ញុំបានដាក់នៅក្នុង description នឹងផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាមិនមានយថាវិការសម្រាប់ឧបត្ថម្ភខ្ញុំទេក៏អាចគាំទ្រខ្ញុំបានតាមរយៈការជួយចុច subscribe ក៏ដូចជា like ទៅលើវីដេអូមួយនេះផងដែរអញ្ចឹងយើងដូចជាចេញរឿងក្រៅផ្លូវការច្រើនពីហើយយើងចូលទៅកាន់សាច់រឿងនឹងតែម្ដងឥឡូវនេះយើងកាត់មកដល់ឆ្នាំ1013គឺថាប្រទេសដានម៉ាស់គឺនៅតែធ្វើសង្គ្រាមជាមួយនឹងប្រទេសអង់គ្លេសដដែលរឿងដែលសំខាន់ជាងគេនោះគឺថាពេលនេះយើងបានឃើញវត្តមានរបស់ Thorokil គឺបានចូលរួមសង្គ្រាមជាមួយនឹងគេផងដែរតែរឿងដែលសំខាន់នោះគឺថា Thorokil ក្មេងតូចរបស់យើងនេះគឺគាត់មិនបានចូលរួមធ្វើសង្គ្រាមជាមួយនឹងសញ្ជាតិរបស់ខ្លួននោះទេដែលធៀបពិត Thorokil របស់យើងក៏ជាអ្នកប្រយុទ្ធ Viking មួយរូបដែរដែលគេហៅថាជាប្រជាជន Danish ទាំងឯងទេប៉ុន្តែគាត់បានជាចូលរួមចូលដៃចូលជើងជាមួយនឹងប្រទេសអង់គ្លេសទៅវិញហើយមូលហេតុនឹងគឺអត់មានអីច្រើនទេគឺមិនមែនដោយសារតែទឹកលុយបាំងមុខ Thorokil របស់យើងនោះទេមូលហេតុនោះគឺដោយសារតែភាគីប្រយុទ្ធទាំងពីរគឺអង់គ្លេសជាមួយនឹង Denmark ហ្នឹងគឺអង់គ្លេសមានភាពទន់ខ្សោយជាងហើយដូច្នេះហើយទៅធ្វើឲ្យ Thorokil របស់យើងចាប់ផ្ដើមចូលទៅខាងដែលអន់ដោយសារតែគាត់គឺមួយជីវិតរបស់គាត់ចូលចិត្តតែរឿងវាយគ្នាក៏ដូចជាកាប់ចាក់ធ្វើសង្គ្រាមនោះទេយល់តែពេលហ្នឹងគ្មានស្ទៀវបណ្ដោយអញ្ចឹងដោយសារតែគាត់ថាប្រសិនបើខ្លួនឯងនៅខាងដានម៉ាក់គឺគាត់មិនអាចវាយសបាយដៃបាននោះទេទើបធ្វើឲ្យគាត់ចូលមកខាងអង់គ្លេសដើម្បីវាយជាមួយនឹងគ្នាឯងសមជាមួយនឹងទឹកដៃគាត់ឲ្យកាន់តែសបាយជាងនេះសាមមកនៅពេលនេះផងដែរក្រុមរបស់ Askeladd ក៏ដូចជា Thorfinn របស់យើងក៏បានធ្វើដំណើរមកដល់កំពង់ផែមួយនេះផងដែរដោយគិតទៅនៅក្នុងឆ្នាំ1013នេះគឺថាប្រទេសដានម៉ាក់វាយកប្រទេសអង់គ្លេសបានស្ទើរតែគ្រប់កន្លែងគ្រប់តំបន់ទៅហើយនៅឡយទៅទីក្រុងឡុងមួយនេះដែលពួកគេមិនទាន់អាចយកបានដោយសារតែមានវត្តមានរបស់ Thorokil ទាំងឯងវត្តមានរបស់ Floki ក៏បានមកបបួលក៏ដូចជាហៅ Thorokil របស់យើងកុំឲ្យចូលពេកត្រឡប់មកខាងក្រុមរបស់ដានម៉ាក់វិញទៅប៉ុន្តែ Thorokil របស់យើងគឺមិនព្រមជាដាច់ខាតទោះបីជាបបួលយ៉ាងម៉េចក៏គាត់មិនព្រមដែរមិនតែប៉ុណ្ណោះថែមទាំងបបួល Floki នឹងវាយគ្នាមួយស្មើទៀតផង Floki សាមចិត្តពេកក៏ដូចជាគិតថាមិនអាចហៅ Thorokil របកក្រោយបាននោះទេនឹងគាត់ក៏ចាប់ដើមចេញតែម្ដងព្រះអង្គនៃប្រទេសដានម៉ាក់ក៏ចាប់ផ្ដើមឲ្យពួកគេធ្វើសង្គ្រាមដណ្ដើមយកទីក្រុងឡុងតែម្ដងដោយទោះបីជាមាន Thorokil មានប្រព័ន្ធយៈធ្វើជាឧបសគ្គរបស់គេក៏ទ្រង់នៅតែឲ្យពួកគេធ្វើគ្រាមដើម្បីដណ្ដើមទីក្រុងឡុងក៏ដែរហើយយើងមើលទៅកម្លាំងរបស់ Thorokil ជាមួយនឹងទាហានរបស់ប្រទេសដានម៉ាក់នោះគឺខុសគ្នាទាំងស្រុងតែម្ដង Thorokil របស់យើងគឺប្រើតែកំដាប់ដៃទេបើវាយខ្ទេចទូករបស់ប្រជាជនដានម៉ាក់នឹងខ្ទេចទីអស់រលែងតែម្ដងដោយឃើញថាកូនចៅរបស់ខ្លួនជាមួយនឹង Floki មើលទៅដូចអបប្រយោជន៍ខ្លាំងពេក Askeladd របស់យើងក៏បានបញ្ជាឲ្យ Thorfinn របស់យើងទៅប្រយុទ្ធគ្នាមួយស្មើជាមួយហើយ Thorfinn របស់យើងក៏បានលោតទៅទាំងក្លាហានដើម្បីប្រយុទ្ធគ្នាជាមួយនឹង Thorokil រីឯ Thorokil របស់យើងនេះគាត់មិនញាក់ជាមួយនឹង Thorfinn ផងដែរគាត់បានប្រាប់អ្នកទាំងអស់គ្នាដែលជាកូនចៅរបស់គាត់ទៀតផងដែរថាកុំឲ្យបាញ់ព្រួញទៅលើ Thorfinn នេះសោះដោយសារតែគាត់ឃើញថាក្មេងម្នាក់នេះចង់ប្រយុទ្ធមួយស្មើជាមួយនឹងគាត់ហើយគាត់ឲ្យតម្លៃទៅលើគូប្រកួតរបស់គាត់ខ្លាំងមែនទែនហើយរីឯ Thorfinn របស់យើងវិញមកគាត់គឺនៅតែមិនserious ដដែលដោយសារតែគាត់បានប្រយុទ្ធជាមួយនឹងសត្រូវជាច្រើនអ្នកទៅហើយមានធំមានតូចមានចាស់មានក្មេងអញ្ចឹង Thorokil គឺធម្មតាសម្រាប់ Thorfinn ទៅហើយさあ本当来いよちびちゃん
ដោយបដូរកំណាប់ដៃគ្នាបានមួយសន្ទុះក្រោយមក Seraphine របស់យើងក៏បានគិតក្នុងចិត្តថាបើសិនបើគេស៊ីតែមួយដៃរបស់ Sorokil នោះច្បាស់ណាស់គេប្រកាសជាបានទៅជួបប្រអិនជាមិនខាននោះទេអញ្ចឹងហើយគេកំពុងតែរកយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងណាចូលទៅចិត្តខ្លួនរបស់ Sorokil ដើម្បីធ្វើការចាក់ទៅលើចំណុចខ្សោយរបស់គេទាល់តែបានដោយពឹងទៅលើតិចតិច assassin របស់ខ្លួនជាមួយនឹងល្បឿនដ៏លឿននិងរូបរាងដ៏តូចរបស់គាត់ Mister ធ្វើឲ្យគាត់បានចាក់ទៅលើក្បាលរបស់ Sorokil ទៅហើយប៉ុន្តែ Sorokil ឆ្លាតក៏បានយកបាតដៃរបស់គាត់មករកកំបិតមួយនោះរួចហើយគាត់ក៏បានចាប់បោក Seraphine របស់យើងឡើងដូចជាកែបោកតែម្ដង ហើយយើងក៏លេចទៅមើល Askeladd នេះវិញគឺគាត់កំពុងតែនិយាយថាអូចាប់ឲ្យ Seraphine យើងចាប់ហើយដែលឃើញថា Seraphine របស់យើងប្រហែលជាគ្មានប្រកាសអាចនឹងរើរួចពីកំណាប់ដៃរបស់ Sorokil លើទេពួកគេក៏បានធ្វើដំណើរចេញទៅចោល Seraphine បាត់ទៅដោយសារតែពេលនេះស្ដេចនៅប្រទេសដាណាម៉ាគឺបានបញ្ជាពួកគេដកទ័ពចេញបាត់ទៅហើយខណៈពេលដែល Sorokil អាឡែងតែក៏លេចទៅមើលទូបរបស់ Askeladd កំពុងតែធ្វើដំណើរចេញហ្នឹងការធ្វើប្រហែលមនុស្សក៏បានធ្វើឲ្យ Seraphine របស់យើងកាត់ម្រាមដៃរបស់គាត់ដាច់ដល់ទៅ2ឯណោះធ្វើដូច្នេះហើយ Sorokil របស់យើងក៏កាន់តែចាប់អារម្មណ៍ទៅលើ Seraphine ជាខ្លាំងគាត់ក៏បានដកកំបិតមួយនោះហើយគាត់ក៏បាននិយាយទៅកាន់ Seraphine ទៀតផងដែរថាមើលតែអញគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់អាកំឡោះតូចក្មេងដែលមានអាយុប៉ុណ្នេះជាមួយនឹងកម្លាំងខ្លាំងក្លាល្បឿនដ៏លឿនហើយនៅតែមានស្មារតីប្រយុទ្ធមិនថាជាកលៈទេសៈយ៉ាងណាក៏ដោយតែឯងឈ្មោះអ្វីទៅអាកំឡោះតូច Seraphine របស់យើងក៏បាននិយាយទៅកាន់ Sorokil ទៀតផងដែរថាយើងឈ្មោះថា Seraphine ជាកូនប្រុសរបស់ Thor ដែលជាវីរៈប្រុសរបស់ពពួក Viking ឬឈ្មោះថា Thor ភ្លាមធ្វើឲ្យ Sorokil របស់យើងគឺថាសង្ហាក់ចិត្តភ្លាមតែម្ដងគឺដោយសារតែគ្នាយើងនឹងហើយថា Sorokil ជាមួយនឹង Thor នឹងគឺជាមិត្តភក្តិជាមួយនឹងគ្នានឹងឯងដោយមិនទាន់បានសួរអីច្រើនជាមួយនឹង Seraphine ទៀតផង Seraphine របស់យើងក៏បានរត់ចេញពីកន្លែងនោះបាត់ទៅធ្វើឲ្យ Sorokil របស់យើងគឺថាស្ដាយខ្លាំងមែនទែនមិនទាន់បានសួរសំណួរអីច្រើនទៀតផងគាត់ក៏បានលើកម្រាមដៃតែ3របស់គាត់ហៅទៅកាន់ Seraphine ទៀតផងដែរថាថ្ងៃក្រោយយើងវាយគ្នាទៀតកន្លងមកកាន់កន្លែងជំរំរបស់ស្ដេចនេះវិញនៅពេលនេះផងដែរស្ដេចនៃប្រទេសដាណាម៉ាគឺមិនបានឲ្យពួកគេដកទ័ពភ្លាមនោះទេគឺក៏បាននិយាយថាសង្គ្រាមមួយនេះគឺនៅតែធ្វើការវាយលុករហូតលុះត្រាតែពួកគេទទួលបានទីក្រុងឡុងប៉ុន្តែទ្រង់គឺមិននៅបញ្ជាទ័ពទៀតនោះទេគឺទ្រង់នៅបកគោការងារនេះទៅឲ្យបុត្រពៅរបស់គាត់ដែលមានឈ្មោះថា Canute ឬដូច្នេះហើយម្ដងម្នាក់ដែលជាអ្នកដែលមើលថែព្រះអង្គ Canute ដែលមានឈ្មោះថា Ragnar បានតវ៉ាជាមួយនឹងស្ដេចប៉ុន្តែបរិយាបញ្ជារបស់ស្ដេចគឺមិនអាចដកបាននោះទេថាយ៉ាងម៉េចគឺអញ្ចឹងហើយ Ragnar គឺមានតែសម្រេចតាមភោគវាសនារបស់គាត់តែប៉ុណ្ណោះកន្លែងមកមើលស្ពាននៅទីក្រុងឡុងនេះវិញគ្រប់គ្នាគឺកំពុងតែសប្បាយអរគឺដោយសារតែស្ដេចនៅប្រទេសដាណាម៉ាគឺពួកគេបានដកទ័ពមិនធ្វើសង្គ្រាមភ្លាមទៀតនោះទេដែលមានន័យថាពួកគេអាចសម្រាកបានរយៈពេលមួយរយៈខ្លីខណៈដែលគ្រប់គ្នាគឺកំពុងតែសប្បាយអរព្រាតមានតែប្រូ Sorokil របស់យើងមួយតែប៉ុណ្ណោះគឺកំពុងតែមិនសប្បាយចិត្តគឺដោយសារតែប្រូនឹងគាត់ចង់តែវាយគ្នាតែប៉ុណ្ណោះហើយដោយសារតែឃើញថាគ្រប់គ្នាបានដកថយអស់លីងអញ្ចឹងទើបធ្វើឲ្យគាត់តុកស៊ីកខ្លាំងមកតែជាទៅកាន់តាហ៊ានរបស់ប្រទេសដាណាម៉ាទៀតផងថាអើយពួកអាការីឯ Seraphine របស់យើងក៏មិនបានស្លាប់ដូចគ្នាប៉ុន្តែដោយសារតែការប្រយុទ្ធជាមួយនឹង Sorokil នោះគឺធ្វើឲ្យគាត់ពេលនេះទ្រង់ខ្លួនខ្លាំងមែនទែន Askeladd នៅពេលដែលគាត់បានរកឃើញ Seraphine បែបនេះគាត់ក៏បានប្រាប់ Seraphine ទៀតផងដែរថា Seraphine អាចចូលរួមធ្វើសង្គ្រាមជាមួយគាត់បន្តទៀតបានបើសិនមកគេចង់រីឯ Seraphine របស់យើងគឺដូចជាអ្នកទាំងអស់គ្នាដឹងហើយគាត់មិនបោះបង់ចោលទៅលើការចង់បានរបស់គាត់នោះទេគាត់នៅតែដើរតាម Askeladd រហូតដល់ថ្ងៃណាមួយគាត់អាចសម្លាប់ Askeladd បានជាទីបំផុតកន្លងផុតទៅបាន2ថ្ងៃនៅពេលនេះផងដែរ Pro Sorokil របស់យើងគឺកាន់តែតុកសិចបែកងាងខ្លាំងទៅហើយបាទគឺគាត់អបសោកខ្លាំងពេកបានតែយកដុំដីគប់ទៅជំរុំរបស់ប្រទេសដាណាម៉ាកនឹងផងតែម្ដងគឺដោយសារតែពួកវាមិនព្រមធ្វើការប្រយុទ្ធគ្នាជាមួយនឹងគាត់នឹងឯងគាត់នៅតែស្រែកដៀថាពួកអាកាចូលមកដើម្បីឲ្យពួកនៅប្រទេសដាណាម៉ាកនឹងគឺថាគាត់តុកសិចរត់ទៅវាយគ្នាជាមួយនឹង Sorokil នឹងឯងប៉ុន្តែគ្មាននរណាគឺទៅភ្លើវាយគ្នាជាមួយនឹងបរិះដែលមានកម្លាំងដូចជាយៈនឹងទេមួយទទួលក្រោយមកអ្នកស៊ើបការរបស់ Sorokil ក៏បានមកប្រាប់ដំណឹងទៅកាន់ Sorokil ទៀតផងដែរថានៅពេលនេះខាងដាណាម៉ាកគេមិនទាន់ធ្វើសង្គ្រាមមកកាន់ជើងគឺដោយសារតែពេលនេះស្ដេចនៃប្រទេសដាណាម៉ាកគឺដោយសារតែពេលនេះកងទ័ពរបស់ប្រទេសដាណាម៉ាកគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចនៃប្រទេសដាណាម៉ាកនោះទេពោលគឺពេលនេះពួកគេកំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ Canute ខណៈពេលដែលបរមម្នាក់នោះកំពុងតែនិយាយត Sorokil របស់យើងគឺមិនបានចាប់អារម្មណ៍ទៅលើសម្ដីរបស់គាត់នោះទេគាត់បែរជាសោយឡើងដោយមនុស្សឈួតតែម្ដងដែលគាត់កំពុងតែគិតថានៅពេលនេះស្ដេចគឺមិននៅក្នុងជំរំនោះទេហើយគំនិតរបស់ Sorokil នឹងគឺគាត់ចង់ទៅចាប់ចម្រិតព្រះអង្គ Canute នឹងឯងកន្លែងមើល Seraphine របស់យើងឯនេះវិញគេកំពុងតែត្រូវបានអតីតកាលលងបន្លាចគេទៀតហើយដោយសារតែគេបានមើលឃើញពីក្រុមគ្រួសាររបស់គេឪពុកម្ដាយជាមួយនឹងបងស្រីរបស់គេទៀតផងមិនយូរប៉ុន្មានអ្នកទាំងអស់គ្នានោះក៏ត្រូវបានស្លាប់ដោយសារតែពពួក Viking ទស្សនភាពដែលឪពុករបស់ខ្លួនស្លាប់ក៏បានលេចមុខមកម្ដងទៀតហើយទើបធ្វើឲ្យ Seraphine ស្រែកមួយទំហឹងតែម្ដងដែលជាហេតុធ្វើឲ្យគេភ្ញាក់ពីសបិននោះមកតែម្ដងមើលទៅអតីតកាលមួយនេះគឺវានៅតែលងបន្លាចខ្លួនរបស់ Seraphine ជារៀងរហូតតែម្ដងដែលឃើញថាដេកទៀតក៏ដេកមិនលក់ដែរ Seraphine របស់យើងក៏បានឡើងទៅកន្លែង
ទីទួលមួយដែលខ្ពស់ល្មមអាចឲ្យគេមើលឃើញទីធ្លានៅម្ដុំនេះគាត់បានឈរសញ្ជឹកសញ្ជឹងមើលទៅសភាពក៏ដូចជាគិតពីជីវិតរបស់គាត់មួយជំហានផងដែរមួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់បាននិយាយមកកាន់គាត់ទៀតផងដែរថាមេឃមិនទាន់ភ្លឺទេឯងគួរតែដេកឲ្យបានច្រើនទៅដើម្បីសន្សំកម្លាំងសម្រាប់ធ្វើការធ្វើសង្គ្រាមបន្តទៀតហើយម្នាក់នោះគឺគ្មានអ្នកណាឆ្ងាយទេក្រៅពីអាស្កាឡាត់ហ្នឹងឯងដែលឃើញថាអាស្កាឡាត់និយាយល្អមកកាន់ខ្លួនបែបនេះសរ៉ាហ្វីនរបស់យើងក៏បានតទៅវិញយ៉ាងគំរូគំរើយទៀតផងដែរថាកុំគិតថាឯងនិយាយបើយើងបែបនេះយើងធ្វើការអត់ទោសឲ្យឯងនោះថ្ងៃណាមួយយើងគង់តែសម្លាប់ឯងនឹងលើកកំណាប់ដៃរបស់យើងនោះទេអាស្កាឡាត់របស់យើងលើដូច្នោះគាត់ក៏បានសើចហើយគាត់ក៏បាននិយាយទៀតផងដែរថាឯងនឹងទេសរ៉ាហ្វីនតើមនុស្សរបស់យើងខ្លាចអ្វីជាងគេប្រកបណាស់មនុស្សរបស់យើងគឺខ្លាចស្លាប់ជាងគេគឺដូចជាយើងអញ្ចឹងថ្ងៃណាមួយយើងប្រកាសជាអាចស្លាប់នៅលើកណ្ដាប់ដៃរបស់ឯងហើយឯងគឺនឹងចេះតែខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃរីឯយើងវិញគឺកាន់តែចាស់ទៅហើយកាន់តែអន់ទៅពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាមុនយូរប៉ុន្មានការស្លាប់របស់យើងគង់តែមកដល់ហើយអ្នកដែលសម្លាប់យើងគឺប្រហែលជាឯងអ្នកដទៃក៏មិនអាចនឹកស្មានដល់នោះដែរវាដូចជាអ្វីដែលឯងបានឃើញនៅកន្លែងមួយនេះអញ្ចឹងកន្លែងមួយនេះពីដើមឡើយគឺជាអរិយធម៌និងវប្បធម៌របស់ចក្រភពមួយដែលយើងស្គាល់ថាជាចក្រភពរ៉ូមពួកគេមានអរិយធម៌ក៏ដូចជាវប្បធម៌ជឿនឿខ្លាំងមែនទែនប៉ុន្តែចុងក្រោយពួកគេគឺនៅតែដួលរលំនៅក្រោមស្នាដៃរបស់សត្រូវរបស់ពួកគេដែលនេះគឺវាសបញ្ជាក់ទៀតផងដែរថាអ្វីៗគឺវាមិនអាចគង់វង្សបានយូរនោះទេតែអ្វីដែលវានៅនោះគឺជាអនុស្សាវរីយ៍និងការចងចាំរបស់អ្នកគ្រប់គ្នាទៅវិញដោយការរង្វិលជុំមួយនេះគឺគេឲ្យឈ្មោះវាថារ៉ែងណារ៉ុកហើយព្រឹត្តិការណ៍រ៉ែងណារ៉ុកនេះក៏វាចិត្តធ្វើដំណើរមកដល់ដូចគ្នានិយាយគ្នាមួយស្ទុះក្រោយមកមេក៏ចាប់ផ្ដើមភ្លឺឡើងដូច្នេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមបេសកកម្មរបស់ពួកគេបន្តទៀតមិនយូរប៉ុន្មានកូនចៅរបស់អាស្កាឡាត់ក៏បាននិយាយដំណឹងដ៏សំខាន់មួយមកប្រាប់អាស្កាឡាត់ទៀតផងដែរនៅពេលនេះអ្នកនាំសាររបស់ប្រទេសដាណឺម៉ាកក៏បានមកប្រាប់គាត់ទៀតផងដែរថាពេលនេះស្ដេចរបស់ប្រទេសដាណឺម៉ាកគឺបានប្រកបបទរបស់គាត់ឲ្យធ្វើការប្រយុទ្ធគ្នាក៏ដូចជាច្បាំងជាមួយនឹងថូរ៉ាគីលអាស្កាឡាឮដូច្នេះហើយគាត់ក៏បានគិតថាស្ដេចនៃប្រទេសដាណឺម៉ាកប្រកាសជាឈួតជាមិនខាននោះទេទោះបីជាគេមានកងទ័ពជាង 4000 នាក់ក៏ដោយក៏មិនអាចយកឈ្នះជាមួយនឹងកងទ័ពរបស់ថូរ៉ាគីលជាង 500 នាក់នេះបានផងដែរក៏ដូចយើងដឹងស្រាប់ហើយថាកម្លាំងរបស់ថូរ៉ាគីលនឹងទោះបីជាគាត់មួយវាយ 1000 នាក់តែឯងក៏គាត់អាចទៅរួចនោះដែរដូច្នេះហើយអាស្កាឡាត់គាត់គិតថារឿងនេះគឺមិនមែនជារឿងធម្មតានោះទេព្រះអង្គរបស់ប្រទេសដាណឺម៉ាកប្រកាសជាមានផែនការអ្វីមួយពីក្រោយនេះជាមិនខាននោះទេហើយអាស្កាឡាត់ក៏បាននិយាយថាព្រះអង្គខណុតនៅពេលនេះច្បាស់ជាស្ថិតនៅក្នុងគ្រោះថ្នាក់ជាមិនខាននោះទេហើយដូចជាការនិយាយរបស់អាស្កាឡាត់ពិតមែននៅពេលដែលបរិសម្នាក់នោះបានទៅប្រាប់ដំណឹងមួយនេះទៅកាន់អាស្កាឡាត់ហ្នឹងគឺថាក្រុមរបស់ថូរ៉ាគីលបានមកធ្វើការវានឹងត្រៀមនឹងបានចាប់ជំរឿព្រះអង្គខណុតបានសម្រេចបាត់ទៅហើយចំពេលនេះផងដែរអាស្កាឡាត់របស់យើងក៏គាត់កំពុងតែអត់ការងារធ្វើផងដែរដូច្នេះហើយគាត់ក៏បានប្រាប់ថាណែគ្នាយើងនៅពេលនេះគឺយើងកំពុងតែមានមីសិនថ្មីដែលត្រូវធ្វើហើយមីសិនថ្មីដែលយើងត្រូវធ្វើនោះគឺយើងត្រូវតែរំដោះព្រះអង្គខណុតចេញពីកណ្ដាប់ដៃរបស់ថូរ៉ាគីលបានដោយធ្វើយ៉ាងណាយើងត្រូវតែរក្សាជីវិតរបស់ទ្រង់កុំឲ្យបាត់បង់អីសោះラグナロクの足音がよក្រោយពីនិយាយរួចហើយក៏បានសម្លាប់ទៅកម្មបរោះដែលជាអ្នកនាំសារនោះចោលបាត់ទៅកលេឲ្យមើលព្រះអង្គខាណុតជាមួយនឹងស្រកេរបស់យើងឯនេះវិញនៅពេលនេះផងដែររកណាដែលជាអ្នកមើលថែព្រះអង្គខាណុតក៏បាននិយាយជាទៅកាន់ស្រកេទៀតផងដែរថាអូនឯងនឹងបែកមែនប្រទេសរបស់ខ្លួនបែរជាមិនចូលរួមធ្វើសង្គ្រាមជាមួយបែរតែជួយសត្រូវចិត្តខាងរបស់ឯងទៅវិញឯងនេះពិតជាឈួតជាមិនខាននោះទេជាមួយតែយើងរួចខ្លួនយើងនឹងប្រាប់ស្ដេចនៃប្រទេសដាណឺម៉ាកឲ្យសម្លាប់ឯងជាមិនខាននោះទេប៉ុន្តែស្រកេរបស់យើងគឺគ្មានឈីក្បាលទៅលើពីសម្ដីរបស់រកណាដែលបានដៀលប្រកបនោះទេគាត់បែរជាធ្វើមុខដ៏សែនឈឺរបស់គាត់ឌឺទៅកាន់រកណាទៅវិញហើយដោយសារតែឃើញថាព្រះអង្គខាណុតនឹងមើលទៅដូចជាគ្មានចេះនិយាយអ្វីទៀតនោះស្រកេរបស់យើងក៏បានគិតក្នុងចិត្តតែឯងទៀតផងដែរថាតើនេះឬគឺជាអនាគតស្ដេចនៃប្រទេសដាណឺម៉ាកនោះអ្វីក៏គេមិនចេះដែរតើនេះឬគឺជាអនាគតស្ដេចនៃប្រទេសដាណឺម៉ាកហើយគាត់គឺអន់ចិត្តខ្លាំងមែនទែនដោយសារតែឃើញថាព្រះអង្គខាណុតនឹងគឺមានអត្តចរិតបែបនេះមើលទៅគឺគ្មានសមជាមួយនឹងស្ដេចអ្វីបន្តិចនោះទេដោយជាបានមួយសន្ទុះក្រោយមកនឹងក្រុមរបស់ Throfin ក៏បានតាមទាន់ក្រុមរបស់ Thorokil ដោយ Thorokil របស់យើងគឺថាជាអ្វីខ្លាំងមែនទែនមកស្ដាប់ដឹងពីវត្តមានរបស់ពួកគេមុនពួកគេឃើញវត្តមានរបស់ Thorokil ទៀតផង Thorokil ក៏បានសុប្រាច់ក្រុមរបស់ Askeladd មួយលំពែងតែម្ដងហើយទោះបីជាសត្រូវទាំងពីរនាក់ទល់មុខគ្នាក៏ដោយក៏ពួកគេមិនទាន់បើកឆាកវិប្រយុទ្ធគ្នាភ្លាមៗនោះទេរងចាំ Askeladd ដែលជាមេវិជ្ជាការរបស់ពួកគេធ្វើការប្រាប់ពួកគេធ្វើយ៉ាងណាធ្វើការប្រយុទ្ធជាមួយនឹង Thorokil កុំឲ្យស្លាប់មនុស្សច្រើនពេកថាគាត់ដឹងថាប្រសិនបើប្រឡែងទាហានរបស់គាត់ទាំងអស់ឲ្យទៅប្រយុទ្ធគ្នាជាមួយនឹង Thorokil
Sorokil នឹងច្បាស់ណាស់គឺថា Sorokil ប្រកាសជាសម្លាប់ពួកគេអស់ជាមិនខាននោះទេហើយនៅក្នុងកងទ័ពរបស់ Askeladd ទាំងអស់នោះក៏មានទាហានរបស់ប្រទេសដាណឺម៉ាកមួយចំនួនបានទៅធ្វើការទៅជួយរំដោះព្រះអង្គ Kenneth ផងដែរហើយមើលទៅគឺថាដូចជាពេលនេះខាង Askeladd កំពុងតែមានព្រានទៅកាន់ Sorokil អញ្ចឹងប៉ុន្តែខាងក្មេងតូច Sorokil របស់យើងគឺគ្មានញាក់សាច់ជាមួយនឹងពួកគេបន្តិចនោះទេដែលឃើញថាពួកគេគឺកំពុងតែខ្លាចបែបនេះ Sorokil របស់យើងគឺរមាស់ដៃកាន់តែខ្លាំងចង់វាយពួកនេះកាន់តែលឿនកាន់តែល្អដូច្នេះហើយ Sorokil របស់យើងធ្វើយ៉ាងណាធ្វើការបញ្ឆេះកំហឹងរបស់ពួកគេរត់មករកគាត់ឲ្យតតែបានហើយអ្វីដែល Sorokil របស់យើងធ្វើនោះគឺដូចជាជេរទៅកាន់ពួកវាថាអាកាអីចឹងទៅហេអាកាទប់អារម្មណ៍ប្រូទប់អារម្មណ៍ហេអាអេភិកស៊ីនជួយមកនេះឌឺជួយអញតាមពីកំមកខំណាគេហៅអញអេភិកស៊ីនទេទប់អារម្មណ៍ប្រូទប់អារម្មណ៍មកអានឹងមកប្រោយឲ្យពាក់បរិយដែលឃើញថាទុកកំហឹងរបស់ខ្លួនអត់បានពេលនេះផងដែរក្រុមទាហានដានតំណែងទាំងអស់នោះក៏បានធ្វើការសន្ទុកទៅវាយគ្នាជាមួយនឹង Sorokil ដែលគ្មានការពិចារណាគ្មានប៉ាស្មានកម្លាំងគ្នានោះទេដោយជាលទ្ធផលគឺថាទាហានទាំងអស់នោះប្រមាណ100នាក់ក៏មិនជាដៃគូរបស់ Sorokil នោះទេដែលឃើញថាទាហាននៃប្រទេសដានឺម៉ាកជាដូរចិត្តអស់បែបនេះ Askeladd របស់យើងក៏មានវិធីថ្មីដែលគាត់គិតថាក៏មិនអាចវាយឈ្នះកាន់ Sorokil បាននោះទេគាត់ក៏បានដុតព្រៃដើម្បីឲ្យបង្កើតបានជាផ្សែងនិងបញ្ជូន Thorfinn ឲ្យធ្វើការជួយរំដោះព្រះអង្គ Kenneth Thorfinn ក៏ធ្វើដំណើរទៅដល់កន្លែងដែលព្រះអង្គ Kenneth កំពុងតែត្រូវបានពួកគេចាប់ធ្វើជាចំណាត់ខ្មាំងផងដែរ Thorfinn បានសម្លាប់កូនចៅរបស់ Sorokil ជាច្រើនអ្នករហូតដល់ពេលវេលាមួយគឺមានមនុស្សម្នាក់បានហៅឈ្មោះរបស់ Thorfinn ពេញមាត់ហើយម្នាក់នោះគឺគ្មាននរណាឆ្ងាយទេក្រៅពីក្មេងតូចរបស់យើងគឺ Sorokil នឹងឯងដំបូងឡើយ Sorokil របស់យើងគឺគាត់មិនចង់វាយគ្នាជាមួយនឹង Thorfinn នោះទេក៏មកនេះគឺគាត់ចង់ដោះស្រាយចម្ងល់នៅក្នុងខួរក្បាលរបស់គាត់ជាមុនសិនគាត់ក៏បាននិយាយកាន់ Thorfinn ផងដែរថាអូ Thorfinn ឯងមកហើយនៅពេលនេះគឺយើងមិនចង់វាយគ្នាជាមួយនឹងឯងនោះទេប៉ុន្តែយើងគឺចង់និយាយជាមួយឯងនិងចង់សួរឯងពីសំណួរទី1នោះគឺថាតើថ្ងៃមុននឹងយើងវាយគ្នាឯងបាននិយាយថាឯងជាកូនរបស់សោះដែលជាបរិបររបស់ពពួកវាយខេងត្រូវទេអញ្ចឹងបើសិនជាឪពុករបស់ឯងឈ្មោះថាសោះអញ្ចឹងម្ដាយរបស់ឯងគឺមានឈ្មោះថា Helga តើមែនដែរឬទេឬឈ្មោះទៅ Helga ភ្លាមគឺធ្វើឲ្យ Thorfinn របស់យើងគឺថាភ្ញាក់ផ្អើលខ្លាំងមែនទែនហេតុអ្វីបានជាបរិសម្នាក់នេះនឹងឈ្មោះរបស់ម្ដាយរបស់ខ្លួនប៉ុន្តែពួកគេគឺគ្មានពេលវេលានិយាយគ្នាកាន់តែខ្លាំងនោះទេដោយសារតែពេលនេះព្រៃដែល Askeladd បានដុតនោះគឺវាកំពុងតែរាលដាលខ្លាំងទៅហើយ Thorokil របស់យើងក៏មិនបានធ្វើការវិប្រហារក៏ដូចជាធ្វើការដណ្ដើមព្រះអង្គ Kenneth មកវិញនោះទេគាត់បាននិយាយប្រាប់ Thorfinn ទៀតផងដែរថាថ្ងៃហ្នឹងគាត់តឲ្យ Thorfinn មួយថ្ងៃប៉ុន្តែស្អែកឡើងគឺគាត់មិនធុកដៃឲ្យ Thorfinn នោះទេដូច្នេះហើយព្រះអង្គ Kenneth ក៏ត្រូវបាន Thorfinn របស់យើងរំដោះបានសម្រេចផងដែរនៅពេលដែលបានទូលមកប្រភពរបស់បុត្ររបស់ព្រះអង្គនៃប្រទេសដាណឺម៉ាកបែបនេះ Askeladd ក៏ដូចជាកូនចៅរបស់គាត់ដែលជាពួកវាយខេងជាច្រើនហ្នឹងក៏បានធ្វើការអោនលំទោលគ្រប់ទៅកាន់ព្រះអង្គ Kenneth ផងដែរកាលណាគឺមិនសូវសប្បាយចិត្តនោះទេដោយសារតែការធ្វើប្រហែលរបស់ Askeladd បញ្ចេញផែនការយឺតបែបនេះទៅធ្វើឲ្យពួកគេបាត់បង់កងទ័ពជាច្រើនប៉ុន្តែវាមិនធ្វើនោះទេផ្ទុយមកវិញ Askeladd គឺបានធ្វើការរំដោះព្រះអង្គ Kenneth បានសម្រេចដូច្នេះគេមិនយកទោសពេកទៅកាន់ Askeladd នោះទេប៉ុន្តែគ្រាន់ថាលើកក្រោយឲ្យធ្វើការប្រយ័ត្នប្រយែងបន្តិចទៅឬនេះគឺគាត់យល់ហើយប៉ុន្តែមុននឹងគាត់ធ្វើការការពារទៅកាន់ព្រះអង្គ Kenneth ឲ្យទៅដល់ទិសដៅជំរំធំនៃប្រទេសដាណឺម៉ាកនោះគាត់ក៏សុំរឿងមួយទៅកាន់ព្រះអង្គ Kenneth ផងដែរគឺគាត់ក៏បាននិយាយទៅកាន់ព្រះអង្គ Kenneth ទៀតផងដែរថានៅក្នុងដំណើរការពារព្រះអង្គនេះគឺពួកយើងជួបសត្រូវច្រើនណាស់គឺមានច្រើនប្រភេទហើយនិងច្រើនរូបច្រើនបែបផងដែរដូច្នេះទៅខ្ញុំបានសុំការអនុញ្ញាតសូមមើលវិភាគរបស់ព្រះអង្គម្ដងដើម្បីធ្វើការចងចាំកុំឲ្យសត្រូវប៉ុនប៉ងបន្លំធ្វើជាព្រះអង្គឬប៉ុនប៉ងរឿងមិនល្អទៅលើព្រះអង្គអីហើយព្រះអង្គ Kenneth ក៏កកមិនជំទាស់ទៅកាន់សំណើរបស់ Askeladd ទេចុងក្រោយក៏បានដោះមួករបស់គាត់ចេញដើម្បីបង្ហាញពីប្រភេទរបស់គាត់ឲ្យទៅកាន់ Askeladd និងក្រុមរបស់ពួកគេបានឃើញផងដែរចឹងអេពីសូតទាំង3ហ្នឹងក៏វាឈានមកដល់ទីបញ្ចប់ផងដែរហើយតាមពិតខ្ញុំក៏ចង់ដាក់ឲ្យបានច្រើនផងដែរប៉ុន្តែគឺដោយសារតែខ្ញុំអត់មានពេលនោះទេជារួមគឺមិនស្ទើរតែថាគ្មានពេលវេលាតែម្ដងហើយណាមួយនេះក៏គ្រាន់តែជាវីដេអូមួយដែលបានប្រាប់ថា Academy Anime គឺបានត្រឡប់មកវិញហើយមុននឹងឈានដល់ការបញ្ចប់វីដេអូមួយនេះគឺខ្ញុំសូមអរគុណដល់គ្នាយើងខ្លាំងមែនទែនដែលបាន donate ខ្ញុំជាច្រើនហោហាយមកហើយខ្ញុំគឺរៀបរាប់ឈ្មោះអត់អស់ទេតាំងពីខែ1មកគឺរកឈ្មោះអត់អស់ទេនឹងណាគេខ្លះទេហើយសូមទោសផងដែលខ្ញុំបានដាក់នៅលើអេក្រង់ហ្នឹងអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណដល់អ្នកគ្នាតាមមែនតើបានទស្សនាតាមដល់រហូតដល់ចប់ហើយបើសិនជាចូលចិត្តកុំភ្លេចចុច like និង subscribe ហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ